បាទសួស្តីពុកម៉ែបងប្អូនអរគ្នាឥឡូវនេះមកថតប្រភេទឡានលុយស៊ីហើយបងប្អូនមើលមកគ្រឿងទៀតគឺប្រភេទនេះកូនឡានចេះអីកូនឡានអាណាមិនកូនឡានទេកូនឡានខាទូចតែប្រភេទ ES 350បាទប្រភេទ ES 350ស៊េរីឆ្នាំ2018ហើយក៏ចង់មកឲ្យបងប្អូនមើលថានៅស្រុកខ្មែរយើងក៏នៅមានជិះឬក៏អត់មិនតម្លៃបែបមិនអញ្ចឹងណាបាទនៅស្រុកខ្មែរយើងបើនិយាយពីប្រភេទលុយស៊ីខ្ញុំគិតថាកំរអត់បាទចឹងសឹងថា model អីស៊េរីអីក៏មានជិះដែរបាទតែសម្រាប់ ES 350នេះខ្ញុំនឹងដើរថតរៀងមកជុំឲ្យបងប្អូនមើលថារៀងវាបែបម៉េចចឹងណាបាទហើយនឹងខាងក្នុងវាបែបម៉េចថាវាស្អាតប៉ុណ្ណាតែអានេះស៊េរីអាស៊េរីពណ៌ដូចទឹកមាសចេះនៅខ្ញុំចាំបានអាកាលខ្ញុំនៅស្រុកខ្មែរអូពណ៌ហ្នឹងគឺពេញនិយមសម្រាប់លុយស៊ីបាទថ្លៃទៀតអាពណ៌ហ្នឹងបាទហើយក៏សូមអរគុណច្រើនហើយនឹងចាំតាមដានជាមួយខ្ញុំថតមកជុំឲ្យបងប្អូនមើលពីតម្លៃហើយនឹងការប្រើប្រាស់របស់គេបែបម៉េចអូខេបាទនេះគឺជាប្រភេទលុយស៊ីស៊េរីឆ្នាំ2018 ES 350បាទមើលទៅឡាននេះគឺឡានបែបមនុស្សចាស់ហើយបាទមើលទៅពណ៌ថ្មីអើងខ្ចីញញបាទតែឡាននេះទិញយកមកពីខាមេកនេះទឹមតបកខាមេកចេញមើលទៅឃើញស្នាមស្កូតគេខាមេកបាទស៊េរីឆ្នាំ2018 ES 350បាទរៀងនេះពណ៌ទឹកមាសបាទពណ៌ទឹកមាសមើលទៅស្អាតស៊េរីពីមុនគឺថ្លៃពណ៌ហ្នឹងបាទនេះគឺប្រភេទ model របស់គេ2018លុយស៊ីES 350ហើយនឹងការប្រើប្រាស់បានឡាននេះគឺតិចមែនតើ2018ប្រើបាន 50000 ជាងគឺឡាននេះឡានបែបមនុស្សចាស់អត់បើកច្រើនបាទអញ្ចឹងហើយតម្លៃវាគឺនៅសល់ 23000 ជាងដុល្លារ 23000 បាទថា 23000 ជាងណាបាទហើយមើលទៅស្អាតគ្រាន់តែអត់មានកាមេរ៉ាក្រោមទេស៊េរីឆ្នាំវាបាន18គេនេះបាទមើលទៅតាមស្អាតភ្លើងគេកន្លែងនេះរៀងស្អាតបន្តិចតែអត់អីទៅដល់ខ្មែរខ្ចីញញនេះរៀងគេប៊ូមមើលរៀងស្អាតហ្នឹងនេះថ្មីអើងហ្មងឡើងចាំងហ្មងបាទមាត់គេចេញមកនៅតែកាចមុខគេចេញមើលតែស្អាតចវាបវ៉ាបបាទប៊ូមពណ៌នេះមើលទៅស្អាតមើលទៅភ្លឺហ្មងបាទហើយមកមើលខាងក្នុងរបស់គេវិញម្ដងបាទនេះខាងក្នុងរបស់គេគឺពណ៌គេនេះពណ៌ស្អីគេស្អាតហើយពណ៌ស្អីគេដល់ឃើញពណ៌ហ្នឹងនឹងពណ៌ស្អីគេទេខ្ញុំនិយាយអត់ចេញរហូតបាទប៊ូមតែខ្ញុំចូលចិត្តឡានដែលកៅអីពណ៌ហ្នឹងជាងគេពណ៌ហ្នឹងមើលទៅស្អាតបាទអានេះមិនមែនពណ៌ប្រោនអានេះពណ៌បែបប្រោនមើលទៅស្អាតខាងក្នុងគេហ្នឹងខ្ចីញញហ្មងកឲ្យឡាននេះជូតឲ្យលឹតរាល់ថ្ងៃបណ្ដោយខ្ចីញញបាទមកខាងក្រោយគេនេះកាន់តែអែមទៀតនេះប៊ូមស្អាតមែនទែនដោយសារឡាននៅស្រុកអាកៀងនេះអត់សូវសម្បូរមនុស្សជិះទាំងមុខទាំងក្រោយច្រើនណាដល់ចឹងតែខាងក្រោយភាគច្រើនគឺខ្ចីរហូតដល់ខាងក្រោយបាទមើលទៅស្អាតឲ្យតែឃើញពណ៌ហ្នឹងគឺខ្ញុំចូលចិត្តហ្មងឡានប៊ូមហើយចាំតែមើលខាងក្នុងខាងចកូតឡានជាមួយខ្ញុំបងប្អូនគ្នានេះគឺខាងតកង់ឡានបាទខាងតកង់ឡានចេញមកស្អាតឡាននេះនៅខ្លាញ់គោនេះខ្លាញ់គោខ្ចីឆ្នាំ2018មែនប៉ុន្តែវាម៉ាយការប្រើប្រាស់របស់វាគឺតិចមែនទែនត្រឹមតែ50000ជាងម៉ាយហើយចឹងហើយមើលទៅនៅអែមនៅខ្ចី23000 ដុល្លារ 23000 ដុល្លារបងប្អូនគិតថាម៉េចបាទសម្រាប់ខ្ញុំគឺនៅល្អបាទគឺនៅស្អាតបាទទាំងខាងក្នុងទាំងខាងក្រៅអីមើលទៅអែមបាទស្លាស់ល្អហើយមាន sunroof ទៀតមានទ្វារលើបាទហ្នឹងហើយខាងក្រោយបានគេប៊ូមស្អាតបាទ Lexus ឆ្នាំ2018 ES 350
ការប្រើប្រាស់ទៀបទឹកថ្នាំស៊ីនមកជុំទៀតស៊ីនអីទេខ្ញុំបាទហើយអស់ហើយបាទវីដេអូថតប្រើឲ្យបងប្អូនបានមើលបានប៉ុណ្្នឹងឯងឥឡូវអស់ហើយមានតែប៉ុណ្្នឹងឯងសម្រាប់លុចស៊ី S 350មួយហ្នឹងបាទស្អាតខ្ញុំចូលចិត្តមើលទៅខ្ជូតនៅខ្ចីញញហើយក៏សូមអរគុណច្រើនរាល់ការតាមដាននិងទស្សនាវីដេអូរបស់បងប្អូនខ្ញុំឃើញមានឡានច្រើនទៀតប៉ុន្តែចាំលើកក្រោយចាំខ្ញុំថតឲ្យបងប្អូនមើលទៀតថាថតទៅវាច្រើនពេកអញ្ចឹងហើយខ្ជិលកាត់តែច្រើនពេកខ្ជិលកាត់បដ ாய் អញ្ចឹងហើយចាំមកថតម្ដងទៀតវាអត់ទៅឆ្ងាយពីផ្ទះខ្ញុំដែរណាបាទសូមអរគុណในការតាមដានហើយអរគុណនៃការចូលចិត្តហើយនឹង subscribe channel ខ្ញុំឥឡូវហ្នឹងគឺសល់ពីពេលវេលាបាល់តតខ្លះគឺមកថត vlog ឲ្យបងប្អូនបានមើលខ្លះវិញអញ្ចឹងទៅពេលខ្លះទៅក៏អត់អញ្ចឹងទៅបាទអត់ដឹងថតឡានអីចឹងណាតែបងប្អូនគាត់សនោមពោថតនេះថតនោះចឹងទៅយើងចេះតែមាន idea ដើររថតចឹងទៅតែបើថតដូចធ្វើថាគូម៉ាតាអុយនេះច្រើនណាមើលឃើញហើយបើសិនបងប្អូនអត់ចង់មើលចឹងទៅខ្ញុំថតឲ្យមើលទៀតទៅថាតម្លៃវាបែបមិនចឹងណាហើយបើសិនជាបងប្អូនអត់តន់ខមមិនអត់តន់អីទេខ្ញុំទុកសិនអត់តន់ថតទេអត់តន់ថតឲ្យបងប្អូនមើលអាហ្នឹងសេរីឆ្នាំត្រឹម2022 2023 2021អីណាបាទហើយអរគុណច្រើនជួបគ្នាវីដេអូក្រោយជាមួយខ្ញុំទៀតបាយបាយ